ពុទ្ធសាសនាបានបង្រៀនមនុស្សទូទាំងប្រទេសលោកបង្រៀនធ្វើសេចក្តីល្អចេះជួយអ្នកដទៃហើយព្រះសម្មាសម្ពុទ្ធឲ្យជឿទៅលើកម្មផលធ្វើអំពើល្អបានល្អធ្វើអាក្រក់បានអាក្រក់គ្មានពិធីអ្វីផ្សេងក្រៅពីការខិតខំប្រឹងប្រែងគ្មានពិធីអ្វីដែលអាចជួយយើងបានក្រៅពីខ្លួនយើងបានទេមួយទៀតការបន់ស្រន់ជាទូទៅមនុស្សចូលចិត្តជឿអ្វីដែលខុសហើយអត់បានគិតពិចារណាចេះតែជឿបដិបដាជឿថានៅលើโลกនេះមានអ្នកមានបុណ្យនៅលើโลกនេះមានមនុស្សបែបនេះបែបនោះអញ្ចឹងទៅតើសួរថាយើងជឿបែបហ្នឹងខុសឬអត់ទេអាហ្នឹងតាមគំនិតរបស់យើងទេដោយសារតែគំនិតរបស់យើងគិតខុសជឿដោយគ្មានបញ្ញាគ្មានការគិតជឿទាំងងងឹបងងល់ជឿទាំងចេះតែជឿប្រដេប្រដាជឿអត់បានគិតអញ្ចឹងហើយលោកប្រើពាក្យមួយទៀតថាអត្តាហិអត្តនោនិថោខ្លួនជាទីពឹងរបស់ខ្លួនយើងបើសិនជាខ្លួនយើងអត់មានការខិតខំប្រឹងប្រែងធ្វើការអត់ទៅរលុយឬក៏ផ្គត់ផ្គង់សម្រាប់ខ្លួនឯងឬក៏គ្រួសារយើងអត់អាចបានអ្វីដែលជាបំណងប្រាថ្នារបស់យើងទេអញ្ចឹងហើយយើងត្រូវតែខិតខំប្រឹងប្រែងកុំជឿបដិបដាកុំជឿទៅលើការបន់ស្រន់កុំជឿទៅលើការដាក់ទុនឬអ្វីមួយសូមផ្ដាំថាជឿឲ្យមានការគិតអញ្ចឹងហើយឧទាហរណ៍ពាក្យសាមញ្ញឲ្យងាយយល់ទៅចុះប្រៀបដូចជាយើងធ្វើស្រែអញ្ចឹងយើងធ្វើស្រែហើយយើងអត់ទៅខិតខំប្រឹងប្រែងទៅដាក់ជីទៅបាញ់ថ្នាំទៅមើលថែរក្សាស្រូវនឹងឲ្យបានល្អថ្ងៃណាមួយនឹងខ្ទេចខ្ទីអត់បានផលទៅតាមនឹងទេអញ្ចឹងក៏ដូចគ្នាតើតែយើងមានការខិតខំប្រឹងប្រែងទើបអាចទទួលបានផលនៅស្រូវហ្នឹងអ្វីដែលយើងចង់បានយើងកុំជឿតាមគំនិតចិត្តរបស់យើងបដិបដាអញ្ចឹងឯងជាការរស់នៅដោយមានសេចក្តីឆ្លៀសវៃនិងប្រាជ្ញាប្រើចិត្តគំនិតរបស់យើងនឹងឲ្យបានល្អធ្វើរឿងអ្វីត្រូវតែគិតមុននឹងជឿទៅលើអ្វីហ្នឹងយើងមិនអាចអង្គុយសម័យថានឹងឲ្យលុយរត់មករកយើងបានទេអត់អាចទេតើតែយើងរត់ទៅរកលុយយើងទៅស្វែងរកលុយទៅធ្វើការងារឬក៏ធ្វើអ្វីផ្សេងសម្រាប់ខ្លួនឯងឲ្យបានថវិកាមកចិញ្ចឹមជីវិតខ្លួនឯង